ព័ត៌មានបន្តទៀតបាទអញ្ចឹងនេះគឺជារូបភាពរបស់កញ្ញាឌួងមនិចនិងលោកណាខុនដែលធ្វើឲ្យទស្សនិកជនដែលជាអ្នកតាមដានក្នុងការគ្រប់គ្រងរបស់លោកណាខុនដែលឃើញមុខបាទថតខ្សែភាពយន្តជាច្រើនដែលពេលនេះគឺកញ្ញាឌួងមនិចបានថតជាមួយនឹងលោកណាខុនធ្វើឲ្យនៅលើបណ្ដាញសង្គម Facebook បាទមានការយល់ច្រឡំនិងអ្នកទាំងពីរបាទមានភាពស្និទ្ធស្នាលផ្អែមល្ហែមនឹងគ្នាម្លេះ បាទចឹងចង់ដឹងអត្ថន័យយ៉ាងណាបាទចឹងយើងរីករាយទស្សនាស្ដាប់បន្តិចបាទនេះគឺជារូបភាពដែលគាត់បាទស្និទ្ធស្នាលបាទមើលទៅគឺពិតជាសមគ្នាមែនបាទគឺមុខស្រស់ស្អាតដូចគ្នាបាទបាទនេះគឺជាមុខរបស់កញ្ញាយុបាទចឹងគាត់បានធ្វើមុខបាទពេបជ្រាយទៅលើកញ្ញាឌូម៉ានិចបាទចឹងរីករាយទស្សនាស្ដាប់បន្តិចបាទកំសាន្ត បាទភ្នំពេញកាលពីប៉ុន្មានម៉ោងមុននេះតារាសម្ដែងស្រីកំពុងទទួលបាននូវការពេញនិយមគឺកញ្ញាឌូម៉ានិចនិងតារាសម្ដែងប្រុសសង្ហាលោកណាខុនបានបង្ហាញនូវភាពផ្អែមល្ហែមជាមួយនឹងគ្នាយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម Facebook តាមរយៈរូបភាពជាច្រើនសន្លឹកព្រមទាំងវីដេអូផងធ្វើឲ្យអ្នកគ្រប់គ្រងជាច្រើនចាប់អារម្មណ៍មិនតិចនោះទេជាមួយតារាទាំងពីរដួងនេះហើយពួកគេក៏បានសរសើរថាលោកណាខុននិងកញ្ញាឌូម៉ានិចសមគ្នាណាស់ នឹងចង់ឲ្យអ្នកទាំងពីរស្រឡាញ់គ្នាមែនតែនទៀតផងបាទចឹងពិតជាបាទគឺសមគ្នាមែនតែនបាទចឹងកុំឲ្យខាតពេលយូរបងប្អូនដែលចូលតាមដាននៃមើលវីដេអូនេះបាទចឹងរីករាយទស្សនានៃវីដេអូបន្តិចតោះបាទនេះគឺជារូបភាពបាទអូបាទពិតជា sweet មែនតែនបាទសូម20ទោះបាទរងចាំបន្តិចបាទបញ្ហាបច្ចេកទេសបន្តិច បាទចឹងកុំឲ្យខាតពេលយូរបាទចឹងខ្ញុំមើលរូបភាពខាងក្រោមបន្តិចតោះបាទនេះគឺជារូបភាពដែលគាត់បាទ switch ជាមួយគ្នាខ្លាំងមែនដែលធ្វើឲ្យអស់ចិត្តនឹងអ្នកទាំងពីរមែនតែនបាទចឹងមានមិត្តភ័ក្តិដែលជា fan ឬក៏ជាអ្នកគ្រប់គ្រងរបស់អ្នកទាំងពីរគឺចង់ឲ្យអ្នកទាំងពីរគឺស្រឡាញ់គ្នាមែនតែនតើអ្នកទាំងពីរនឹងអាចទៅមុខយ៉ាងណាដែរបាទចឹងរីករាយនៃ Subscribe ដើម្បីទទួលព័ត៌មានអ្នកទាំងពីរបន្តទៅទៀតបាទសូមបញ្ចប់រឿងមួយនេះ